វាសនាមនុស្សមើលមិនឃើញមែនអ៊ំប្រុសធ្លាប់តែជាអ្នកដឹកអីវ៉ាន់ដឹកគ្រឿងសមុទ្រដឹកត្រីចំហុយឲ្យគេអញ្ចឹងណាឥឡូវនេះវាវត្តខ្លួនឲ្យខ្លាយទៅជាម្ចាស់អាជីវកម្មនិងសិប្បកម្មត្រីចំហុយធំមួយនៅក្នុងស្រុកព្រៃនប់ហើយសំខាន់សិប្បកម្មរបស់គាត់នឹងឈរជើងជាង30ឆ្នាំហើយបងប្អូនហើយនេះគឺជាសកម្មភាពបងប្អូនរបស់យើងដែលកំពុងតែចំហុយត្រីរាប់ពាន់កញ្ច្រែងក្នុងមួយថ្ងៃបងប្អូនច្រើនខ្លាំងមែនទែនក្នុងមួយថ្ងៃអាចចន្លោះពី6តោនហើយបើចំថ្ងៃណាដែលអត់សូវសម្បូរអញ្ចឹងអាច2តោន3តោនអញ្ចឹងទៅសម្រាប់ត្រីស្រស់អញ្ចឹងណាសម្រាប់ប្រភេទត្រីដែលគាត់យកមកប្រើប្រាស់ឬក៏ធ្វើជាត្រីចំហុយនេះគឺមានច្រើនប្រភេទបងប្អូនគឺមានត្រីកំងមានត្រីបលាំងហើយបើនិយាយពីរូបរាងគឺស្រដៀងគ្នាខ្លាំងមែនតើគាត់ថាវាមានវែងមានខ្លីអញ្ចឹងណាហើយមួយប្រភេទទៀតគេហៅថាត្រីស៊ីគីហើយរូបរាងរបស់វាមានកន្ទុយលឿងហើយមានឆ្នូតហើយសម្រាប់បងប្អូនខ្លះទៀតគេហៅថាត្រីអុយឌុយអញ្ចឹងទៅគឺអាស្រ័យទៅលើរូបរាងគឺខុសគ្នាហើយរសជាតិវិញក៏វាមិនសូវជាខុសគ្នាប្រហែលដែរតែសម្រាប់ពុកម៉ែបងប្អូនរបស់យើងគេចូលចិត្តញ៉ាំត្រីកំងច្រើនជាងគេហើយនេះគឺជាសកម្មភាពនិងជា process មួយចំនួនមុននឹងគេធ្វើត្រីចំហុយដំបូងគេត្រូវយកត្រីចំហុយនឹងយកមកបាញ់ទឹកលាងសម្អាតវាហើយដាក់ត្រាំទឹកអំបិលដើម្បីឲ្យវាជ្រះរំអិលបន្ទាប់មកគេចាប់ផ្ដើមរៀបដាក់ចូលកញ្ច្រែងហើយចាប់ផ្ដើមចំហុយតែម្ដងហើយការស្ងោររបស់គេនឹងគឺអាស្រ័យទៅលើការប្រើប្រាស់អុសបើសិនជាយើងប្រើប្រាស់អុសបានខ្លាំងមានប្រសិទ្ធភាពសីតុណ្ហភាពខ្លាំងគ្រប់គ្រាន់គឺវានឹងឆាប់ឆ្អិនអញ្ចឹងទៅនិយាយជារួមទៅគឺសិប្បកម្មរបស់គាត់នឹងគឺបើកចូលជាង30ឆ្នាំហើយគាត់ដំបូងឡើងគាត់ប្រើតែ2ឡយទេតែឥឡូវនេះគឺចំនួនគឺអាស្រ័យទៅលើការកម្មង់ឬក៏បញ្ជាទិញពីពុកម៉ែបងប្អូនរបស់យើងដែលជាអ្នកបោះដុំឬក៏ដេប៉ូធំៗនៅតាំងពីនៅភ្នំពេញហើយនៅតាមបណ្ដាខេត្តមួយចំនួននៅតាមផ្លូវជាតិលេខ3របស់យើងអញ្ចឹងណាហើយចំណាយឯត្រីវិញគឺគាត់ទិញពីខាងកំពង់សោមហើយពេលខ្លះក៏ត្រូវទិញពីខាងប្រទេសជិតខាងរបស់យើងដែរដោយសារតែត្រីទាំងអស់ហ្នឹងគឺវាមានរដូវរបស់វាហើយបើសិនជាចំរដូវត្រីពោឬក៏អាកាសធាតុមិនអំណោយផលអីគឺគាត់ត្រូវតម្រូវឲ្យទិញពីខាងក្រៅមកហើយក៏គាត់សូមបញ្ជាក់ផងដែរថាទោះជាត្រីនាំចូលឬក៏ត្រីនៅក្នុងស្រុកក៏ដោយគឺសុទ្ធ 100% គឺធម្មជាតិដោយសារតែមានតែត្រីធម្មជាតិទេដែលយើងអាចធ្វើត្រីចំហុយបានមិនដូច្នោះទេយើងអាចចំហុយបានទេវាអាចធ្វើឲ្យបាយសាច់ឬក៏អន់សាច់អញ្ចឹងហើយបងប្អូនមិនបាច់បារម្ភទេគឺថាត្រីរបស់គាត់គឺគុណភាពល្អហើយអត់មានបារម្ភថាមានគីមីមានអីទេគាត់ធានាជូនតែម្ដងបងប្អូននិយាយជារួមទៅគឺញ៉ាំដោយទំនុកចិត្តតែម្ដងហើយសប្តាហ៍ថ្ងៃនេះគឺមួយគាត់ច្រើនណាស់បងប្អូនហើយគឺជាង10កន្លែងណោះពេលខ្លះគឺអត់អាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅដល់មួយរបស់គាត់បានទេហើយជាពិសេសគឺតម្លៃត្រីស្រស់របស់យើងគឺវាអាចឡើងចុះទៅតាមរដូវកាលឬក៏ពេលដែលមានត្រីសម្បូរត្រីអញ្ចឹងទៅហើយបើចំរដូវសម្បូរផងត្រីស្រស់ក្នុង1គីឡូតម្លៃ6000រៀលទៅ7000រៀលហើយបើចំខែដែលមិនសូវសម្បូរថ្លៃបំផុតគឺ10000រៀលហើយបងប្អូនហើយសម្រាប់ត្រីចំហុយរបស់គាត់ដែលគាត់លើកទៅបោះដុំឲ្យគេហ្នឹងបើចំត្រូវរដូវដែលសម្បូរត្រីតែម្ដងគឺ1គីឡូគាត់លក់12000រៀលហើយអាចនឹងថ្លៃបំផុតគឺ20000រៀលចន្លោះហ្នឹងដែរសម្រាប់កន្លែងសិប្បកម្មរបស់គាត់គឺមានបងប្អូនយើងប្រហែលជាជាង10នាក់ជាងមានបងប្អូនប្រុសគឺប្រហែល9នាក់ហើយបងប្អូនស្រីប្រហែលជា5នាក់និយាយទៅគឺជាការងារមួយដែលគាត់អាចជួយទៅដល់សហគមន៍ក៏ដូចជាអ្នកនៅភូមិនៅចិត្តក្បែរនឹងអញ្ចឹងណាដែលផ្ដល់ការងារដោយមិនចាំបាច់ឲ្យពួកគាត់ទៅចំណាក់ស្រុកនៅខាងក្រៅហើយការងារទាំងអស់នេះគឺមិនងាយស្រួលទេបងប្អូនគឺត្រូវនៅជុំវិញនឹងផ្សែងអស់រាល់ថ្ងៃតែម្ដងហើយបើតាមការបញ្ជាក់របស់បងប្រុសគាត់ថាក្នុងមួយតោនត្រីស្រស់គាត់អាចធ្វើបានពី600ទៅ700គីឡូត្រីចំហុយនិយាយទៅគឺស្រកប្រហែលជា30ទៅ40% នៃត្រីស្រស់ទៅហើយអ្វីដែលធ្វើឲ្យយើងកាន់តែស្ងាយសរសើរនឹងគឺគាត់បានប្រើកញ្ច្រែងរស័យដើម្បីយកមកចំហុយត្រីអញ្ចឹងណាគាត់បានប្រមូលទិញពីពុកម៉ែបងប្អូនរបស់យើងនៅនឹងម្ដុំទឹកឈូក្នុងខេត្តកំពតរបស់យើងនឹងឯងហើយការប្រើប្រាស់របស់គាត់គឺច្រើនខ្លាំងមែនទែនក្នុងមួយខែគាត់អាចប្រើចូលជាង10000កញ្ច្រែងណាបងប្អូននិយាយជារួមទៅគាត់អាចជួយផ្ដល់ការងារជាច្រើនទៅដល់សហគមន៍ក៏ដូចជាពុកម៉ែបងប្អូនរបស់យើងដែលជាអ្នកធ្វើកញ្ច្រែងនៅតំបន់ផ្សេងគ្នានៅក្នុងខេត្តកំពតហើយគាត់ក៏បានផ្ដល់ការងារជាច្រើនដល់ពុកម៉ែបងប្អូនរបស់យើងដែលនៅក្នុងម្ដុំនឹងភូមិរបស់គាត់នៅសហគមន៍របស់គាត់ទៀតនិយាយទៅគឺពិតជាល្អប្រពៃខ្លាំងមែនទែនសម្រាប់ការងារមួយនេះអ្វីដែលកាន់តែពិសេសនឹងចក្ខុវិស័យរបស់បងប្រុសគាត់បានឃើញវែងឆ្ងាយណាបងប្អូនគាត់អាចនឹងពង្រីកអាជីវកម្មរបស់គាត់បន្ថែមបន្ថែមអីចឹងទៅអាចនឹងបន្ថែមបុគ្គលិកឬក៏បន្ថែមបងប្អូនរបស់យើងឲ្យមកជួយកាន់តែច្រើនដើម្បីឲ្យផ្គត់ផ្គង់ឲ្យគ្រប់គ្រាន់នៅក្នុងប្រទេសរបស់យើងនេះហើយគឺជាអ្វីដែលយើងចង់ឲ្យមានអាជីវកម្មក៏ដូចជាសិប្បកម្មតូចក៏មិនថាតូចមិនថាធំមធ្យមអីទេបងប្អូនឲ្យកាន់តែច្រើនដើម្បីឲ្យមានការអភិវឌ្ឍក៏ដូចជាចរន្តសេដ្ឋកិច្ចយើងមានទិញមានលក់នៅក្នុងប្រទេសចឹងទៅហើយសង្ឃឹមថាពុកម៉ែបងប្អូនរបស់យើងនៅតែបន្តគ្រប់គ្រងនៅផលិតផលក្នុងស្រុកហើយសម្រាប់ពុកម៉ែបងប្អូនរបស់យើងដែលចង់បោះដុំបន្តត្រីចំហុយពីខាងគាត់នេះអាចតំណទៅខាង page របស់គាត់បានដែលមានឈ្មោះថាត្រីកំងចំហុយតាពាំងលពៅរកព័ត៌មានលម្អិតលេខទូរស័ព្ទ Google Map អីបើចង់ថាមកមើលផ្ទាល់ឬក៏មកទិញផ្ទាល់ក៏អាចមកទិញបានដែរចាំខ្ញុំទម្លាក់ជូននៅក្នុង comment ខាងក្រោមដូចគ្នាហើយជាចុងក្រោយយើងក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់យើងពីដើមរហូតដល់ចប់វីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ